មកដឹងពីខ្សែជីវិតរបស់ស្រីស្នំនិងភីលៀងបំរើនៅក្នុងរាជវាំងបន្ទាប់ពីការដួលរលំនៃរបបរាជានិយមនៅក្នុងប្រទេសចិនវិលត្រឡប់តាមការសន្យានៅក្នុងវីដេអូមុនខ្ញុំបានលើកយកមកចែកជូនបងប្អូនទស្សនារួចមកហើយអំពីខ្សែជីវិតដ៏ជូរចត់របស់រាជអាមាត្យនៅក្នុងរាជវាំងបន្ទាប់ពីរបបរាជានិយមត្រូវបានរំលាយនិងបដូរមកជាការគ្រប់គ្រងបែបសាធារណរដ្ឋវិញវាគឺជាប្រវត្តិសាស្ត្រដ៏ខ្លោចផ្សាមួយសម្រាប់បុគ្គលដែលត្រូវបានគេបោះបង់និងមិនអើពើនៅក្នុងសាច់រឿងភាពយន្តភាគច្រើនយើងតែងតែឃើញគេផ្ដោតទៅលើខ្សែជីវិតរបស់រាជអាមាត្យច្រើនជាងស្រីស្នំដែលធ្វើឲ្យបងប្អូនបានដឹងនិងធ្លាប់ឃើញជាច្រើនរួចមកហើយដូច្នេះសម្រាប់វីដេអូនេះខ្ញុំនឹងនាំបងប្អូនមកដឹងអំពីជីវិតស្រីស្នំនិងភីលៀងបំរើនៅក្នុងវាំងវិញម្ដងតែថាតើពួកនាងមានជីវិតបែបណាបន្ទាប់ពីទ្វារវាំងដ៏ធំស្កឹមស្កៃត្រូវបានបិទជាស្ថាពរតើពួកនាងនឹងត្រូវជួបជោគវាសនាកំសត់ខ្លោចផ្សាបញ្ចាញ់រាជអាមាត្យដែរឬទេសូមទៅទស្សនាវីដេអូនេះទាំងអស់គ្នានៅពេលដែលរបបរាជានិយមចិនបានរលត់ទៅនៅក្នុងឆ្នាំ1912ព្រះបរមរាជវាំងឬហៅថាដំណាក់ហាមឃាត់ដែលធ្លាប់តែជាកន្លែងដ៏មានអំណាចនិងអាថ៌កំបាំងបំផុតនោះបានប្រែក្លាយទៅជាទ្រង់មានដែលគ្មានម្ចាស់ការពារក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលរងគ្រោះខ្លាំងបំផុតពីការផ្លាស់ប្ដូរនេះគឺជាស្រីស្នំនិងភីលៀងបំរើនៅក្នុងវាំងដែលជីវិតរបស់ពួកគេត្រូវបានផ្សារភ្ជាប់ទាំងស្រុងទៅនឹងអធិរាជដែលខុសពីរាជអាមាត្យដែលមានភាពលេចធ្លោនៅក្នុងប្រវត្តិសាស្ត្រស្រីស្នំកម្រិតទាបនិងភីលៀងបំរើនៅក្នុងវាំងគឺជាអ្នកដែលត្រូវរស់នៅក្នុងភាពស្ងប់ស្ងាត់បំផុតនិងទទួលរងនៅសម្ពាធសង្គមខ្លាំងបំផុតនៅពេលដែលទ្វារវាំងត្រូវបានបើកឲ្យពួកគេចេញទៅកាន់ពិភពលោកខាងក្រៅសម្រាប់ស្រីស្នំដែលមានឋានៈខ្ពស់ដូចជាមហេសីឬស្នំឯកពួកគេនៅតែមានសិទ្ធិរស់នៅក្នុងផ្នែកខ្លះនៃរាជវាំងជាមួយនឹងអធិរាជភូអ៊ីរហូតដល់ឆ្នាំ1924ប៉ុន្តែសម្រាប់ភីលៀងនិងអ្នកបម្រើកម្រិតទាបរាប់ពាន់អ្នកផ្សេងទៀតពួកគេត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការចំណាយនៅក្នុងរាជវាំងការចាក់ចេញពីរាជវាំងមិនមែនជាការទទួលបានសេរីភាពពិតប្រាកដនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃភាពវេទនាទៅវិញស្ត្រីទាំងនេះភាគច្រើនបានចូលទៅក្នុងវាំងតាំងពីក្មេងពួកគេត្រូវបានបង្រៀនឲ្យចេះតែពិធីការរៀបចំសម្លៀកបំពាក់បម្រើតែនិងការតុបតែងខ្លួនឲ្យស្រស់ស្អាតដើម្បីបំពេញចិត្តម្ចាស់ពួកគេគ្មានជំនាញអ្វីសម្រាប់រស់នៅក្នុងសង្គមថ្មីដែលកំពុងតែត្រូវការកម្លាំងពលកម្មនិងចំណេះដឹងទំនើបនោះឡើយបញ្ហាដ៏ធំបំផុតសម្រាប់អតីតស្រីស្នំនិងភីលៀងគឺជាការធ្វើសមាហរណកម្មចូលទៅក្នុងគ្រួសារនិងសង្គមវិញនៅក្នុងវប្បធម៌ចិនបុរាណស្ត្រីដែលធ្លាប់បម្រើការនៅក្នុងវាំងត្រូវបានគេចាត់ទុកថាជាកម្មសិទ្ធិរបស់អធិរាជរហូតដល់ថ្ងៃស្លាប់ដូច្នេះនៅពេលដែលពួកគេត្រឡប់ទៅភូមិកំណើតវិញគ្មានបុរសណាម្នាក់ហ៊ានរៀបការជាមួយពួកគេឡើយព្រោះខ្លាចមានទោសឬយល់ថាជាប្រផ្នូលមិនល្អលើសពីនេះទៅទៀតគ្រួសារខ្លះថែមទាំងបដិសេធមិនទទួលយកកូនស្រីខ្លួនឯងចូលផ្ទះវិញព្រោះខ្លាចមានការរំខានពីអាជ្ញាធរសាធារណរដ្ឋឬខ្លាចការរើសអើងពីអ្នកភូមិភាពឯកោបានคล้ายទៅជាស្រមោលអមដំណើរជីវិតរបស់ពួកគេដែលធ្វើឲ្យស្ត្រីខ្លះសម្រេចចិត្តត្រឡប់ទៅសុំស្នាក់នៅតាមវត្តអារាមឬរួមក្រុមគ្នាជាសហគមន៍តូចៗដើម្បីជួយគ្នារស់ជីវភាពរស់នៅរបស់ពួកគេបានធ្លាក់ចុះដល់កម្រិតទាបបំផុតអ្នកខ្លះដែលធ្លាប់តែស្លៀកពាក់សូត្រលម្អដោយមាសប្រាក់ឥឡូវត្រូវបង្ខំចិត្តលក់គ្រឿងអលង្ការដែលនៅសេសសល់តិចតួចដើម្បីទិញបាយនៅពេលដែលប្រាក់កាក់អស់ពួកគេត្រូវធ្វើការងារជាអ្នកបោកគក់ស៊ីឈ្នួលមើលក្មេងឬសូម្បីតែដើរសុំទាននៅតាមដងផ្លូវនៅក្នុងទីក្រុងប៉េកាំងអ្វីដែលកាន់តែឈឺចាប់នោះគឺកិត្តិយសដែលពួកគេធ្លាប់មាននៅក្នុងវាំងបានក្លាយទៅជាអាវុធចាក់ដោតខ្លួនឯងទៅវិញនៅក្នុងក្រសែភ្នែកអ្នកចំនួនថ្មី
ស្ត្រីទាំងនេះគឺតំណាងឲ្យភាពខ្ជះខ្ជាយនិងភាពអយុត្តិធម៌នៃរបបចាស់ពួកគេត្រូវបានគេមើលងាយថាជាមនុស្សដែលមិនស្គាល់តម្លៃនៃកម្លាំងពលកម្មនិងរស់នៅដោយពឹងផ្អែកទៅលើអំណាចអធិរាជដែលរលាយបាត់ទៅហើយស្ថានភាពទាំងអស់នេះកាន់តែដុនដាបឡើងនៅពេលដែលសង្គ្រាមស៊ីវិលនិងការឈ្លានពានពីបរទេសបានមកដល់នៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូររបបនយោបាយជាបន្តបន្ទាប់ស្ត្រីដែលធ្លាប់មានចំណងតាក់ទងទៅនឹងរាជវាំងតែងតែត្រូវបានគេសង្ស័យនិងតាមដានជានិច្ចពួកគេខ្លះត្រូវរស់នៅក្នុងភាពលាក់លៀមដោយបដូរឈ្មោះបដូរអត្តសញ្ញាណដើម្បីគេចពីការធ្វើទុកបុកម្នេញសោកនាដកម្មនៃស្រីស្នំនិងភេលីងទាំងនេះមិនត្រឹមតែជារឿងរ៉ាវនៃភាពក្រីក្រប៉ុណ្ណោះទេប៉ុន្តែវាគឺជាការរលាយបាត់នៅអត្តសញ្ញាណរបស់ស្ត្រីនៅក្នុងពិភពលោកមួយដែលកំពុងវិវត្តទៅមុខយ៉ាងលឿនប៉ុន្តែបែរជាបំភ្លេចចោលនៅអ្នកដែលធ្លាប់តែជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៅក្នុងចំណោមស្រីស្នំដែលរងគ្រោះខ្លាំងបំផុតគឺជាអ្នកដែលធ្លាប់មានឋានៈខ្ពស់ល្មមនិងត្រូវបានគេស្គាល់មុខមាត់ប៉ុន្តែមិនខ្ពស់ដល់ថ្នាក់មានមន្ត្រីតាមការពារនិយាយមកដល់រឿងនេះសោកនាដកម្មរបស់អធិរាជិនីវ៉ាន់រុងនិងស្នំឯកវិនសៀគឺជាឧទាហរណ៍ដ៏ច្បាស់បំផុតនៃរបបជីវិតនេះស្នំឯកវិនសៀបានបង្កើតប្រវត្តិសាស្ត្រដោយការប្តឹងលែងលះជាមួយនឹងអធិរាជភូអ៊ីដែលជារឿងមិនធ្លាប់មាននៅក្នុងរយៈពេលរាប់ពាន់ឆ្នាំប៉ុន្តែក្រោយពីទទួលបានសេរីភាពជីវិតរបស់នាងមិនបានស្រស់បំព្រងដោយដែលការរំពឹងទុកឡើយនាងត្រូវបានរស់នៅក្នុងភាពក្រីក្រធ្វើការជាគ្រូបង្រៀនម្នាក់នៅក្នុងឈ្មោះខ្លែងខ្លាយហើយចុងក្រោយក៏ត្រូវធ្វើជាអ្នកលក់បារីតាមចិញ្ចើមថ្នល់និងស្លាប់ទៅវិញនៅក្នុងភាពឯកោបំផុតដោយគ្មានសាច់ញាតិណាម្នាក់នៅក្បែរឡើយហើយសម្រាប់ភីលៀងឬអ្នកបម្រើស្រីកម្រិតទាបដែលមិនមានសំណាងដោយស្នំឯកនោះជីវិតក៏កាន់តែអភ័ព្វនៅពេលដែលបដិវត្តន៍កុម្មុយនីសបានឈានចូលមកដល់នៅក្នុងឆ្នាំ1949ស្ត្រីទាំងនេះត្រូវបានគេចាត់ទុកថាជាកាកសំណល់នៃសង្គមចាស់ពួកគេត្រូវបានបង្ខំឲ្យចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលមនោគមវិជ្ជាដើម្បីលុបបំបាត់ចរិតលក្ខណៈទន់ភ្លន់ឬភាពស៊ីវិល័យនៅក្នុងវាំងចោលភីលៀងជាច្រើនដែលធ្លាប់មានស្បែកទន់រលោងនិងម្រាមដៃស្រួយស្អាតក៏ត្រូវបង្ខំឲ្យទៅធ្វើការនៅក្នុងរោងចក្រកេតនភ័ណ្ឌឬធ្វើស្រែចម្ការធ្ងន់ធ្ងរដើម្បីបង្ហាញថាពួកគេបានក្លាយទៅជាកម្មករដ៏ពិតប្រាកដការផ្លាស់ប្ដូរពីការរស់នៅបែបព័ទ្ធជុំវិញទៅដោយសូត្រអំបោះមកជាការរស់នៅកណ្ដាលភក់ល្បាប់និងផ្សែងរោងចក្របានធ្វើឲ្យស្ត្រីជាច្រើនធ្លាក់ខ្លួនឈឺនិងស្លាប់ទាំងវ័យក្មេងអ្វីដែលជាការឈឺចាប់និងលាក់កំបាំងបំផុតសម្រាប់អតីតស្រីបម្រើនៅក្នុងវាំងគឺជាការបាត់បង់ឱកាសមានគ្រួសារភីលៀងជាច្រើននៅត្រូវបានបណ្ដេញពីវាំងនៅអាយុប្រហែល25ទៅ30ឆ្នាំដែលជាវ័យជ្រេពេកសម្រាប់ស្ត្រីចិននៅសម័យនោះនៅក្នុងការរកប្តីលើសពីនេះទៅទៀតអាចកំបាំងនៃជីវិតនៅក្នុងវាំងបានធ្វើឲ្យពួកគេក្លាយទៅជាមនុស្សចម្លែកនៅក្នុងសង្គមពួកគេខ្លះត្រូវរស់នៅជុំគ្នាជាក្រុមក្មេងស្រីចាស់ដែលគ្មានកូនចៅមើលថែពួកគេតែងតែប្រមូលផ្ដុំគ្នានៅពេលយប់ដើម្បីនិយាយពីរឿងរ៉ាវនៅក្នុងវាំងរឿងម្ហូបអាហារនៅក្នុងវាំងដែលពួកគេធ្លាប់បានឃើញប៉ុន្តែមិនដែលបានភ្លក់ហើយរឿងរ៉ាវទាំងនោះគឺជាថ្នាំទិព្វតែមួយគត់ដែលជួយឲ្យពួកគេភ្លេចនូវភាពលំបាកនៅក្នុងជីវិតបច្ចុប្បន្នរហូតមកដល់អំឡុងបដិវត្តន៍វប្បធម៌ស្ថានភាពក៏កាន់តែអាក្រក់ខ្លាំងឡើងសម្លៀកបំពាក់បុរាណរូបថតចាស់ចាស់ឬសូម្បីតែក្រាស់សិតសក់ដែលពួកគេធ្លាប់ទទួលបានពីក្នុងវាំងក៏ត្រូវតែដុតបំផ្លាញចោលទាំងអស់ដើម្បីគេចពីការចោទប្រកាន់ថាជាអ្នកស្រឡាញ់របបស្ដេចហើយស្ត្រីខ្លះទៀតក៏ត្រូវបានគេនាំមកធ្វើការប្រកាសទោសជាសាធារណៈដោយគ្រាន់តែពួកគេធ្លាប់បម្រើឲ្យមហេសីស្ដេចភាពភ័យខ្លាចបានដេញតាមពួកគេដូចស្រមោលរហូតដល់ពួកគេភាគច្រើនសម្រេចចិត្តរស់នៅដោយភាពស្ងៀមស្ងាត់បំផុតបិទមាត់មិននិយាយពីអតីតកាលសូម្បីតែជាមួយអ្នកជិតខាងក៏មិនហ៊ានឲ្យគេដឹងថាខ្លួនធ្លាប់ចេញពីដំណាក់ហាមឃាត់ដែររហូតដល់សតវត្សទី20
នៅពេលដែលរដ្ឋាភិបាលចិនចាប់ផ្ដើមផ្ដោតតម្លៃទៅលើប្រវត្តិសាស្ត្រឡើងវិញភីលៀងដែលមានជីវិតរស់ត្រឹមតែប៉ុន្មានអ្នកចុងក្រោយបានក្លាយទៅជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកប្រវត្តិសាស្ត្រប៉ុន្តែនៅពេលនោះពួកគេគឺជាស្ត្រីជរាដែលជ្រាវជ្រួញនិងមានភ្នែកស្រអាប់ទៅហើយពួកគេបាននាំយកអាថ៌កំបាំងនៃជីវិតនៅក្នុងវាំងទៅជាមួយរហូតដល់ថ្ងៃស្លាប់ខ្សែជីវិតរបស់ស្រីស្នំនិងភីលៀងបំរើនៅក្នុងរាជវាំងគឺជាសោកនាដកម្មនៃសេរីភាពដែលគ្មានការរៀបចំពួកគេត្រូវបានរំដោះចេញពីទ្រង់មាសប៉ុន្តែក៏ត្រូវបានបោះចោលទៅក្នុងសមុទ្រនៃភាពឯកានិងការរើសអើងដែលជាកន្លែងដែលសក្តីថ្លៃថ្នូររបស់ពួកគេត្រូវបានបំផ្លាញដោយចរន្តនៃនយោបាយនិងសម័យកាលដែលគ្មានក្តីមេត្តាចា៎អរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយបើសិនជាមានកំហុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយជម្រាបលា